ចេះតែឆ្ងល់ថាមិនសុកគេអាចទាញយើងចូលក្រុមប្រទេសផ្ដាស់បានសុកមិនក៏មានគេទេមកយើងដែលយើងអត់ដែរស្គាល់គេសោះអញ្ចឹងខ្ញុំនឹងបង្ហាញពីការកំណត់ផ្នែកសុវត្ថិភាពរបស់កម្មវិធី Telegram ម្ដងនៅក្នុងការកំណត់ឯកជនភាពឬក៏ privacy setting របស់ Telegram ហ្នឹងវាមានចំណុចច្រើនដែលអ្នកនរគ្នាអាចធ្វើបានប៉ុន្តែចំណុចមួយចំនួនក៏យើងមិនអាចធ្វើបានដែរលុះត្រាតែយើងបង់លុយប្រចាំខែទៅដល់កម្មវិធី Telegram ប៉ុន្តែយ៉ាងណាក្តីមុខងារដែលយើងអាចបើកបានអាចកំណត់បានក៏វាអាចជួយរក្សាឯកជនភាពរបស់អ្នកនរគ្នាបានមួយចំនួនផងដែរនៅពេលដែលអ្នកនរគ្នាចូលទៅក្នុង Telegram ហើយទៅកន្លែង setting ឬក៏ការកំណត់ហ្នឹងហើយជ្រើសរើសពាក្យ privacy and security បន្ទាប់មកមកក្រោមបន្តិចអ្នកទាំងអស់គ្នានឹងឃើញគេដាក់ថាលេខទូរស័ព្ទឬក៏ phone number អញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាអាចចុចចូលមើលគឺវាមានជាជំរើសឲ្យយើងជ្រើសរើស3ថាតើយើងចង់ឲ្យអ្នកណាខ្លះឃើញលេខទូរស័ព្ទរបស់យើងអញ្ចឹងជំរើសទី1គឺសាធារណជនឬក៏ everybody ទី2 my contact បញ្ជីទំនាក់ទំនងរបស់ខ្ញុំបានន័យថាតើយើងsave លេខរបស់គេហើយគេ save លេខរបស់យើងបានគេអាចឃើញលេខយើងឃើញលេខគេនៅក្នុងកម្មវិធី Telegram ហ្នឹងឬក៏ជំរើសទី3គឺមិនឲ្យអ្នកណាឃើញទេទោះជាគេ save លេខយើងក៏ដោយក៏គេអត់ឃើញថាយើងប្រើលេខមួយណាជាមួយនឹងកម្មវិធី Telegram ដែរអញ្ចឹងចំណុចកន្លែងនេះសំខាន់ដោយសារ Telegram គឺមានជំរើសឲ្យយើងពីរគឺយើងអាចបង្កើត username ឈ្មោះប្រើប្រាស់ហ្នឹងហើយគេនឹងឲ្យ QR code មកយើងសម្រាប់គណនី Telegram របស់យើងអញ្ចឹងនៅពេលអ្នកនរចង់ឲ្យអ្នកណា add មកយើងឬក៏ឃើញ Telegram របស់យើងអាចផ្ញើជា username ឲ្យគេឬក៏ QR code ដោយមិនចាំបាច់ចែករំលែកនៅលេខទូរស័ព្ទនោះទេហេតុអីព្រោះអ្នកខ្លះលេខទូរស័ព្ទគាត់នឹងគឺជាពាក្យសម្ងាត់ដែលគាត់ប្រើជាមួយនឹងគណនី online ផ្សេងៗថាមិនត្រូវគាត់អាចយកលេខទូរស័ព្ទហ្នឹងបានដាក់ជាពាក្យសម្ងាត់សម្រាប់ចាក់សោពីជាន់របស់ Telegram ទៀតអញ្ចឹងវាហានិភ័យច្រើននៅពេលដែលគេដឹងលេខទូរស័ព្ទរបស់គាត់គេអាចទាយពាក្យសម្ងាត់របស់គាត់បាននៅក្នុងការកំណត់លេខទូរស័ព្ទថាអ្នកណាគេឃើញឬមិនឃើញហ្នឹងនៅខាងក្រោមហ្នឹងគឺមានជំរើសមួយទៀតដែលអាចអ្នកនរគ្នាកំណត់បានផងដែរគឺថាតើអ្នកណាខ្លះអាចរកយើងឃើញនៅលើ Telegram តាមរយៈលេខទូរស័ព្ទរបស់យើងពេលខ្លះគេអត់ស្គាល់ username របស់យើងឬក៏ឈ្មោះប្រើប្រាស់របស់យើងឬក៏គេអត់មានអីផ្សេងពីយើងប៉ុន្តែគេមានលេខទូរស័ព្ទរបស់យើងតាមរយៈការអ្នកនរគ្នាទៅកម្មវិធីអីផ្សេងនៅខាងក្រៅដែលតម្រូវឲ្យអ្នកនរចុះឈ្មោះអញ្ចឹងដាក់លេខទូរស័ព្ទដាក់ទៅចឹងទៅពេលខ្លះមានអ្នកចាំស្រង់យកលេខទូរស័ព្ទរបស់យើងហ្នឹងជាពិសេសខាងទីផ្សារគាត់អាចស្រង់យកលេខយើងហ្នឹងហើយយកមកស្វែងរកនៅក្នុង Telegram បានអញ្ចឹងបើសិនយើងបើកនៅកន្លែងនេះឲ្យថាអ្នកណាក៏អាចរកយើងបានអញ្ចឹងគឺគេអាចរកគណនី Telegram យើងឃើញដដែលបើទោះជាយើងបិទជំរើសខាងលើឲ្យគេឃើញលេខទូរស័ព្ទយើងក៏ដោយអញ្ចឹងនៅកន្លែងនេះមានជំរើស2ទី1គឺសាធារណជនឬក៏ everybody ហ្នឹងទី2គឺ my contact អញ្ចឹងអ្នកទាំងអស់គ្នាអាចពិចារណាមើលតើអ្នកទាំងអស់គ្នាចង់ឲ្យអ្នកណាក៏រកអ្នកទាំងអស់គ្នាឃើញនៅលើ Telegram ឬក៏យ៉ាងម៉េចព្រោះដោយសារតម្រូវការរបស់យើងម្នាក់ៗគឺខុសៗគ្នាការកំណត់ទី2គឺតកតងទៅនឹងថាតើយើងឲ្យអ្នកណាគេខ្លះឃើញយើងថាតើយើង online នៅពេលណាយើងចូលមើលសារចុងក្រោយនៅពេលណាអញ្ចឹងកន្លែងនេះគឺវាតកតងនឹងឯកជនភាពរបស់យើងដែរដោយសារពេលខ្លះយើងគ្រាន់តែចង់ចូលមើលមាតិការបស់សារដែលគេផ្ញើមកនឹងទេប៉ុន្តែយើងអត់ចង់ឲ្យគេឃើញថាយើង online នៅពេលណាយើងចូលមើលសារគេពេលណាពេលខ្លះយើងមើលហើយយើងអត់មានពេលឆ្លើយឲ្យអ្នកខ្លះគាត់ប្រកាន់អីចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចបិទកន្លែងនឹងចោលមានជំរឿ3ដូចគ្នាគឺសាធារណជនបញ្ជីទំនាក់ទំនងរបស់យើងឬក៏អត់ឲ្យអ្នកណាគេឃើញយើងចូលមើល online ពេលណាចូលមើលឆាតគេពេលណាទេបន្ទាប់មកនៅខាងក្រៅមួយទៀតគឺយើងមានមុខងារមួយទៀតដែរគឺបិទមិនឲ្យគេឃើញយើងអានសារគេម៉ោងប៉ុន្មានអ្នកខ្លះគាត់បើកអាឡៃហ្នឹងទៅអញ្ចឹងគាត់ចូលអានសារយើងម៉ោងប៉ុន្មានគឺនៅលើអេក្រង់យើងនៅក្បែរកន្លែង message គាត់ហ្នឹងនៅខាងក្រោមទួចមួយហ្នឹងគឺវា load ហ្មងថាតើអ្នកដែលយើងផ្ញើសារទៅហ្នឹងគាត់បានចូលមើលសាររបស់យើងនៅម៉ោងប្រហែលនាទីប្រហែលទៀតអញ្ចឹងដើម្បីការពារឯកជនភាពរបស់អ្នកទាំងអស់គ្នាបិទដល់នឹងចោលទៅកុំឲ្យគេឃើញពីការចូលមើលរបស់យើងការកំណត់មួយទៀតគឺតកតងទៅនឹងការបញ្ជូនសារបន្តឬក៏ forwarded message កន្លែងនេះសំខាន់ដោយសារអីបើសិនអ្នកទាំងអស់គ្នាដាក់ថាជាសាធារណជនឬក៏ជាតំណែងរបស់អ្នកទាំងអស់គ្នាគឺនៅពេលដែលមានមិត្តភ័ក្តិរបស់យើងឬក៏ក្រុមការងាររបស់យើងឬក៏អ្នកដែលឆ្លងឆ្លើយសារមួយយើងនឹងបញ្ជូនសាររបស់យើងបន្តទៅបុគ្គលមួយទៀតអញ្ចឹងបានន័យថាទាំងឈ្មោះរបស់យើងគឺទាំងគណនីរបស់យើងគឺបញ្ជូនទៅចេញទៅក្រៅបាត់ហើយគេអាចចុចលើឈ្មោះរបស់យើងហ្នឹងដែលនៅលើសាររបស់យើងហ្នឹងដោយអ្នកនរគ្នាបានឃើញនៅ screenshot ដែលខ្ញុំបានដាក់បង្ហាញនេះ
គឺគេអាចចុចមកគឺអាចឆាតមកអ្នកទាំងអស់គ្នាតាម Telegram បានន័យថាគេអាចចូលមកគណនីរបស់យើងតាក់ទងមកយើងបានប៉ុន្តែបើសិនអ្នកទាំងអស់គ្នាដាក់ថាជ្រើសរើសថា nobody ឬក៏អត់ឲ្យអ្នកណាគេអាច link មកគណនីយើងហ្នឹងគឺគេឃើញត្រឹមតែសាររបស់យើងនិងឈ្មោះរបស់យើងប៉ុន្តែគេអត់អាចចុចនៅលើឈ្មោះយើងហ្នឹងដើម្បីផ្ញើសារមកយើងបាននៃករណីក្រុមការងារឬក៏មិត្តភ័ក្តិរបស់យើងឬក៏ដៃគូសន្ទនារបស់យើងហ្នឹងបញ្ជូនសាររបស់យើងបន្តទៅអ្នកដែលយើងអត់ស្គាល់ការកំណត់បន្តទៀតគឺតកតងទៅនឹងការហៅចូលអញ្ចឹងថាតើនៅកន្លែងនេះជំរើស3ដូចគ្នាអ្នកទាំងអស់គ្នាចង់ឲ្យអ្នកណាខ្លះអាចតកតងមកយើងតាម Telegram បានពេលខ្លះយើងអត់អាចបានសន្ទនាមួយគ្នាពីមុនមកអញ្ចឹងមានន័យថាយើងអត់មានតំណែងគ្នានៅលើកម្មវិធី Telegram ហ្នឹងទេប៉ុន្តែគេមានលេខរបស់យើងហើយយើងអត់បានបិទលេខរបស់យើងទេគេអាចទេមកយើងបានដូចគ្នាអញ្ចឹងហើយបានជាអ្នកខ្លះខ្ញុំឃើញអាសាបង្ហោះលើបណ្ដាញសង្គមដែរគឺថាមានលេខប្លែកឬក៏អ្នកដែលអត់ដែលស្គាល់សោះចំការមកពីស្រុកគេមកពីអីចឹងគេទេមកក្នុង Telegram របស់យើងបាននេះជាការរំខានដល់ឯកជនភាពរបស់យើងមួយដែរអញ្ចឹងអ្នកនរគ្នាអាចបិទវាឬក៏រើសការកំណត់ទៅតាមអ្នកនរគ្នាត្រូវការបើសិនអ្នកនរគ្នានៅតែត្រូវការឲ្យគេទេមកបានធម្មតាអត់អីទេអាចយកeverybody ឬក៏សាធារណៈហ្នឹងទៅឬក៏ថាតតែអ្នកដែលមានតំណែងមួយយើងសិនអាចយកធ្វើ my contact ប៉ុន្តែបើសិនអ្នកទាំងអស់គ្នាអត់ចង់ឲ្យគេទេមកសោះអាចយកថា nobody ប៉ុន្តែកន្លែងនេះមិនបានន័យថាអត់មានអ្នកណាក៏អត់អាចទេមកយើងបានដែរគ្រាន់តែថាបើសិនជាគេចង់ទេមកយើងគឺ Telegram នឹងផ្ញើសារដែលមានដំណរភ្ជាប់អ្នកទាំងអស់គ្នាចុចចូលហើយអាចសន្ទនាជាមួយនឹងបុគ្គលម្នាក់ទៀតតាមរយៈការហៅចូលគ្នាបានប៉ុន្តែបើសិនជាយើងអត់ចុចទទួលទេក៏អត់ចុចនៅលើដំណើរភ្ជាប់នឹងទេក៏យើងអាចគេអាចទេមកយើងបានដែរបន្ទាប់មកទៀតការកំណត់ចុងក្រោយដែលយើងអាចកំណត់បានក្នុងនាមយើងប្រើកម្មវិធី Telegram ដោយអត់មិនបង់ប្រាក់ប្រចាំខែហ្នឹងគឺតកតងទៅនឹង invite កន្លែងនេះបានន័យថាការអញ្ជើញអញ្ចឹងគេអញ្ជើញយើងចូលក្រុមឬក៏ប៉ុស Telegram ឬក៏ channel ឬក៏យើងហៅថា channel ហ្នឹងបើសិនជាយើងបើកថា everybody សាធារណជនអ្នកណាក៏ដោយដែលមានលេខ Telegram របស់យើងឬក៏គណនី Telegram របស់យើងគឺគេអាចដាក់យើងចូលក្រុមបានឬក៏ឲ្យយើងទៅ subscribe នឹង channel របស់គេបានដោយសាធារណៈប៉ុន្តែបើសិនយើងបិទថា my contact អញ្ចឹងលោកតាអ្នកហ្នឹងគាត់មានតំណែងមួយយើងហើយគាត់ save លេខយើងហើយអានឹងបានគាត់អាចទាញយើងចូលក្រុមឬក៏ channel ផ្សេងៗបានប៉ុន្តែបើសិនយើងបិទដាក់ថា nobody អត់មានអ្នកណាអាចទាញយើងចូលបានទេលុះត្រាតែយើងនឹងចូលទៅខ្លួនឯងគេផ្ញើជា link ឲ្យយើងអញ្ចឹងជាការណែនាំដើម្បីឯកជនភាពក៏ដូចជាការពារគណនីរបស់អ្នកទាំងអស់គ្នាចូលទៅក្រុមផ្ដេសផ្ដាស់ឬក៏ channel ផ្ដេសផ្ដាស់នាំឲ្យមានការប៉ះពាល់ដល់អារម្មណ៍របស់អ្នកទាំងអស់គ្នាគួរតែបិទជ្រើសរើសយកមុខងារ nobody នឹងទៅចាអរគុណ